សហជនសាទរក្រោយបញ្ហារវាងអាវុធហត្ថនិងលោកផៃបណ្ណាត្រូវបានដោះស្រាយបញ្ចប់ទទួលយកធម្មពលគ្មានជាតិហ្គាជាមួយគ្រុឌជួឆើតមិនត្រឹមតែយានយន្តថ្មីទោះជាយានយន្តកំពុងប្រើប្រាស់ក៏អាចយកការគ្រីមក LOLC ដើម្បីទទួលបានប្រាក់កម្ចីរហូតដល់ 75% នៃតម្លៃយានយន្តដែលកំពុងប្រើប្រាស់ក្រោយភ្លៀងមេស្រឡះទីបំផុតបញ្ហារវាងកងក្រិចអាវុធហត្ថលើផ្ទៃប្រទេសនិងលោកផៃបណ្ណាត្រូវបានដោះស្រាយបញ្ចប់ហើយដោយលោកផៃបណ្ណាធ្វើកិច្ចសន្យា4ចំណុចនៅចំពោះមុខនាយឧត្តមស្នេហ៍សៅសុខាអគ្គមេបញ្ជាការរងនៃកងយុទ្ធពលខេមរៈភូមិន្ទមេបញ្ជាការរងកងក្រិចអាវុធហត្ថលើផ្ទៃប្រទេសអ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសលោកឧត្តមស្រីត្រីអេងហ៊ីនៅថ្ងៃទី30ខែវិច្ឆិកាឆ្នាំ2025បានបញ្ជាក់ថាកងរាជអាវុធហត្ថបានយល់ព្រមទទួលយកការធ្វើកិច្ចសន្យារបស់លោកផៃបណ្ណាចំពោះមុខលោកនាយឧត្តមស្នេហ៍អគ្គមេបញ្ជាការរងនៃកងយុទ្ធពលខេមរៈភូមិន្ទមេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេសជាមួយគ្នានេះកងរាជអាវុធហត្ថបន្តគាំទ្រការចូលរួមកិច្ចសហការដើម្បីបម្រើប្រជាជនការពារឯករាជ្យបូរណភាពទឹកដីសន្តិសុខសណ្ដាប់ធ្នាប់បង្ក្រាបប្រព័ន្ធល្មើសពង្រឹងការអនុវត្តច្បាប់កសាងព្រះរាជាណាចក្រកម្ពុជាជាប្រទេសនីតិរដ្ឋនិងរួមចំណែកដល់ការអភិវឌ្ឍប្រទេសសម្ដែងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនទាំងស្មារតីខ្លឹមសារនៃកិច្ចសន្យាមានដូចខាងក្រោម 1. បញ្ឈប់ការប្រព្រឹត្តអំពើខាងលើនេះតទៀត 2. លុបចោលអត្ថបទនិងរូបភាពទាំងអស់ដែលបានបង្ហោះពាក្យពាត់នឹងអំពើករណីខាងលើនេះ 3. ថ្កោលទោសចំពោះជនទាំងឡាយណាដែលឆ្លៀតយកព័ត៌មានខាងលើទៅប្រើប្រាស់ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនបកពួកក្នុងបំណងបង្កចលាចលសង្គមបំផ្លាញសន្តិភាពនិងសុខដុមនីយកម្មក្នុងសង្គមនិងទី 4 រួមសហការជាមួយអាជ្ញាធរនិងសមត្ថកិច្ចក្នុងការផ្តល់ព័ត៌មានពិតដើម្បីគ្រប់ចំណែកការលម្អចំណុចអវិជ្ជមានក្នុងសង្គមលោកផៃបណ្ណាក្រោយបញ្ហាត្រូវបានដោះស្រាយបញ្ចប់ក៏បានអរគុណចំពោះអាយុដាំនាយឧត្តមស្នេហ៍សៅសុខាដែលបានយោគយល់និងផ្ដល់ឱកាសឲ្យខ្លួនបានសហការងារក្នុងការផ្ដល់ព័ត៌មានពិតដើម្បីកែលម្អចំណុចអវិជ្ជមានជាមួយគ្នានេះលោកក៏មិនភ្លេចចំពោះបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុងប្រទេសនិងក្រៅប្រទេសរួមទាំងអ្នកសារព័ត៌មានទាំងអស់ដែលបានស្រឡាញ់គាំទ្រនិងលើកទឹកចិត្តដល់រូបលោកផងដែរ